ត្រូវនៅថ្ងៃទី13ហើយនៅតាមឆ្នាំ2025ល្ងាចនេះយើងមានកម្មវិធីខាងផ្នែកតន្ត្រីបុរាណមានច្រើនកម្មវិធីគឺមាន3ធំក្នុងនោះម៉ោង6និងម៉ោង7គឺកម្មវិធីចាស់រំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរបុរាណប្រគំភ្លេងបុរាណខ្មែរដោយក្រុមតន្ត្រីប្រពៃណីបុរាណខ្មែរប្រចាំវត្តកំពង់ព្រះដឹកនាំដោយលោកគ្រូដឹមសារីបាទគ្រូដឹមសារីគាត់ថ្នាក់ផ្នែកបាទដឹកនាំទាំងភ្លេងប្រពៃណីតន្ត្រីបុរាណទាំងឧបករណ៍បុរាណជាច្រើនដែលលោកគ្រូបានយកមកតាក់តាំងដូចជាត្បាល់កិនជ្រៅពីចំណាំមុនកញ្ជើល្អីហើយនឹងកញ្ច្រៃវាចាំអីអបអង្គហើយតែវិញបានជានៅទីសង្គ្រាមរបស់យើងនេះតាំងទៅដោយឧបករណ៍បុរាណសម្រាប់កសិកម្មអានោះមួយទៀតតាមអត់ថយតិចមើលខ្ញុំត្រូវការនិយាយសន្ហាវិញទេខាងសម័យកណ្ដាលគ្នាហើយស្រូវនៅកន្លែងកូនរងបងញោមស្រូវនៅកន្លែងរងមានអត់ទេនៅកន្លែងរងមានកន្លែងរងបាទកាន់ស្រូវបុរាណកាន់ស្រូវបងច្រើនអូយលោកស្រូវមកកាន់លោកបងថតនេះបាទទីដើមអត់មានយ៉ាងអាចកាត់ខ្លួនកាត់លូសតិចអត់របបអសទេរបបវាពេញវាវាយទៅមិនទៅរបបខ្លះតើនោះរបបខ្លះតើចាំដល់វាចាច់កាន់មកកាត់ផងហ្នឹងកាន់វាអត់របបតែស្រូវតាំងទៅវិញអូយគាត់តើជិនផតbao ấy nó bay cho trâu lần mà ngày cái đâm cân đã đâm cân đã được rồi đôi khang đôi kháng cái đâm cân con ba qua đây coi chành co mà ta đâu đó nó đâu đâu cái này về ở đâu ăn chừng cắt nâu đấy chứ anh ấy mình về bay rồi mui làm sao làm sao mình như cái đó là làm sao đang xăm bạc sang cắt mình cho nó tranh từ bọ rồi từ bọ tranh vào từ bọ cái áo cắt nâu con này nữa tranh đi lươn bắt có một củ cắt nâu tí sẽ nào tạm mà bằng bọ sờ bạn thì đa ọt mình nhang cắt con luôn cắt luôn tinh ọt là bọ gió đấy bọ bên mình bay bay đặt là bọខ្លះតើនោះlà bọខ្លះតើđấy cắt bọតែស្រូវតាំងទៅវិញអូយគាត់តើជិនផតbao ấy nó bay cho trâu lần mà ngày cái đâm cân đã được rồi đôi khang đôi kháng cái đâm cân con ba
ចេញកមកទៅ đâu đó nó đâu đâu này chơi về ở đâu ăn ở đâu sưu tầm chưa chơi cắt nâu đấy chứ anh ấy thì mình về bay rồi mui làm sao làm sao mình như cái đó là làm sao đang xăm bạc sang cắt mình lại cho nó tranh từng cái bọ rồi cái bọ tranh vào từng cái bọ cái áo cắt nâu bên này nữa cho như lươn bắt cho nó của cắt nâu tinh神nào tạm mà បាល់បកស្រូវ បង្ហាញពីជីវភាពប្រជាជនក្នុងសម័យមុនគឺគាត់ប្រើប្រាស់ឧបករណ៍ទាំងនេះឲ្យធ្វើសម្រាប់កសិកម្មក្នុងនោះមានប្រទេសរណោះក្នុងគាត់មានតបាល់កែមានតបាល់កក់មានក្រែងមានចង្អេរដល់ស្អាតយកស្រូវមកផងហ្នឹងហើយអត់ដឹងឯងលើបងសម្រាប់ស្រូវអញ្ចឹងខ្ញុំសហើយនៅទីនេះក៏មានតាំងដូចជាមួកស្លឹកណោតវាជាអត្តសញ្ញាណរបស់ជាតិខ្មែរអត្តសញ្ញាណរបស់ជាតិយើងមួយដែរហើយអ្នកខាងបាត់ខាងដល់បន្ថយតិចមើលខ្ញុំនិយាយតិចបាទអត់